ជំរាបសួរលោកគ្រូឧទេសហើយនឹងជំរាបសួរលោកគ្រូអ្នកគ្រូដែលជាស្ថាបកម្មនៅទីនេះបាទថ្ងៃនេះគឺខ្ញុំរើសយកពីចំណុចដើម្បីគ្រប់គ្រងថ្នាក់រៀនឲ្យមានប្រសិទ្ធភាពបាទទីមួយគឺការរៀបចំផែនការជួបជជែកនិងវិភាសាជាមួយកុមារឲ្យរៀបចំកិច្ចការប្រចាំថ្ងៃក្នុងហ្នឹងគឺឧទាហរណ៍សិស្សហ្នឹងគាត់មានការចាប់អារម្មណ៍ហួសហេតុចំណាប់អារម្មណ៍ហួសហេតុគាត់ទៅទាចំណាប់អារម្មណ៍ហួសហេតុយើងជួបជាមួយគាត់ទៅដើម្បីឲ្យគាត់បាទធ្វើកិច្ចការដែលមានប្រយោជន៍បាទហើយនៅទី2ដែលខ្ញុំបានលើកយកនោះគឺបង្ហាត់បង្រៀនដល់ជំនាញឬបង្ហាញពីរបៀបធ្វើដល់កុមារបាទនៅចំណុចនេះគឺយើងបង្ហាញឬក៏បង្ហាត់នៅចំណេះដឹងដល់កុមារឲ្យគាត់ចេះនៅលំហាត់ឬក៏បាទចេះនៅសរសេរចំពោះសិស្សដែលគាត់អសមត្ថភាពក្នុងការអានឬក៏សរសេរឬក៏ធ្វើនៅលំហាត់ហ្នឹងបាទចំណុចខ្ញុំចង់ប៉ុណ្ណឹងបាទអរគុណច្រើន